រងចាំបន្តិចរបស់ឆ្ងាញ់បែបនេះតើអ្នកមិនទាន់បានញ៉ាំវាទេហេតុអ្វីបានជាអ្នកចង់បោះវាចោលអ្វីដែលជីតាមិនបរិភោគដោយធម្មជាតិដល់ពេលដែលត្រូវបោះបង់ចោលឆ្នាំទូភិកនេះហើយខ្ញុំឆ្ងល់ថាតើមានមនុស្សប៉ុន្មានអ្នកកំពុងឃ្លានវាពិតជាខ្ជិះខ្ជាយណាស់ក្នុងការបោះចោលនំកំងល្អវាប្រសើរជាងក្នុងការធ្វើជាស្ត្រីចំណាស់ដូចខ្ញុំវាជាការប្រសើរក្នុងការចេញពីវិមានដើម្បីដោះស្រាយកិច្ចការមួយចំនួនខ្ញុំនឹងបោះវាចោលសម្រាប់អ្នកចាប់ពីពេលនេះទៅអ្នកអាចទុកអ្វីទាំងអស់ឲ្យខ្ញុំចុះខ្ញុំខ្លាចថាខ្ញុំនឹងត្រូវរំខានអ្នកតើអ្នកអាចជួយខ្ញុំបានទេអ្នកទាំងអស់គ្នាបានជួយខ្ញុំយ៉ាងច្រើនញ៉ាំឲ្យអស់ទៅខ្ញុំនឹងធ្វើបែបនេះជារៀងរាល់ថ្ងៃចាប់ពីពេលនេះទៅខ្ញុំនឹងផ្ញើវាទៅអ្នកទាំងអស់គ្នាសូមអរគុណអរគុណនារីវ័យក្មេងបុរសម្នាក់ដែលមានចិត្តសប្បុរសមែនលោកគ្រូចង់ឲ្យអ្នកទៅរៀនឥឡូវលុតជង្គង់ផ្នែកខាងក្រោមនៃវិមានរបស់ Marquez នេះមិនទាន់មាននៅឡើយទេដោយរៀនឲ្យចេះស្ដាប់បង្គាប់គាត់ក៏ចាប់ផ្ដើមលួចម្ដងទៀតទង្វើលួចលាក់និងគួរឲ្យស្អប់ខ្ពើមចៅហ្វាយនាយនិងអ្នកបម្រើអ្នកបម្រើមិនបានធ្វើខុសទេនំនោះជារបស់អ្នកពួកអ្នកបម្រើដែលមិនបានបរិភោគវាគិតថាវាសំនឹងបោះចោលជាអកុសលវាបែរមុខទៅរកផ្ទះបាយធំមួយម៉ាក់យកវាទៅហើយខ្ញុំមិនបានលួចវាទេតើអ្នកណាជាអ្នកដាក់ពាក្យបណ្ដឹងពិតប្រាកដតើឈ្មោះរបស់នាងអាចជាស្ត្រីមេផ្ទះបានទេនោះមិនគួរជាករណីនោះទេទោះបីជាវាជាខ្ញុំក៏ដោយទោះបីជាអ្នកមិនចង់ឲ្យវាស៊ីក៏ដោយអ្នកគួរតែឲ្យឆ្កែស៊ីវាតវិញអ្នកហើយអ្នកបម្រើចង់បានប្រសិនបើអ្នកទទួលស្គាល់កំហុសរបស់អ្នកឥឡូវនេះខ្ញុំហ៊ូសាមប៉ុន្តែដោយសារតែគិតគូរពីចំណងរវាងចៅហ្វាយនាយនិងអ្នកបម្រើខ្ញុំនឹងបង្រៀនអ្នកពីរបៀបវាដំបង40ដងបើអ្នកមិនទទួលស្គាល់វាទេកុំបន្ទោសខ្ញុំកុំបង្ហាញសេចក្តីមេត្តាករុណាមែនហើយត្រឹមត្រូវហើយវាហាក់ដូចជាអ្នកមិនអាចកែកំហុសបានទេទីហ៊ានឆាប់អូសគាត់ចេញហើយវាគាត់ភ្លាមឥឡូវសូមមើលពីរបៀបដែលអ្នកលបួងនាងខ្ញុំវាបង្ហាញថាគាត់ជាអ្នកដែលបានលបួងនាងមនុស្សល្ងងម្នាក់ណាដែលត្រូវខ្វល់ខ្វាយតាមពិតទៅកូនចៅនៃគ្រួសារអភិជនមនុស្សមិនបានត្រៀមខ្លួនតតែសោះអនុញ្ញាតឲ្យអ្នកទទួលបានឥទ្ធិពលបែបនោះដេមវាតើអ្នកនឹងបម្រើខ្ញុំយ៉ាងដូចម្តេចនៅពេលក្រោយទៅជួយបងប្រុសដែលរងរបួសរបស់អ្នកសុខសប្បាយជាទេសុខសប្បាយជាទេសប្បាយជាទេ